បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាអ្នកស្រឡាញ់វិស័យចិញ្ចឹមសត្វឬក៏ពេទ្យសត្វដែរនេះគឺជាកម្មវិធីបាននិយាយពីការធ្វើវ៉ាក់សាំងនិងពីកន្លែងដែលត្រូវចាក់វ៉ាក់សាំងទៅលើសត្វមាន់វិធីសាស្ត្រធ្វើវ៉ាក់សាំងរយៈពេលប្រហែលថ្ងៃគុំអាយុប៉ុន្មានហើយទីតាំងវាចាក់កឬក៏សាច់ដុំទ្រូងជាដើមនេះគឺជាតារាងចាក់វ៉ាក់សាំងទៅតាមប្រភេទមាន់កម្មវិធីវ៉ាក់សាំងអាយុមាន់ពី7ថ្ងៃយើងត្រូវចាក់វ៉ាក់សាំងប្រភេទញូកាសហើយនឹងវាបញ្ចូលតាមមាត់ឬក៏ភ្នែកមួយដំណក់ទៅពីរដំណក់ហើយអាយុ12ថ្ងៃគេហៅថាវ៉ាក់សាំងកុំប្រូរ៉ូការពាររាគអសជាដើមវាបន្តធ្វើបន្តដោយតាមមាត់ជាដើមហើយទី3គឺអាយុ18ថ្ងៃទៅរំលឹកវ៉ាក់សាំងកុំប្រូរ៉ូវិញបន្តនឹងមាត់ដូចគ្នាមកអាយុ21ថ្ងៃយើងអាចរំលឹកញូកាសឬក៏ជុះអុតយើងដាក់លាយគ្នាបានដល់ញូកាសចាក់ភ្នែកឬក៏មាត់ហើយអុតបាក់សៃហ្នឹងយើងត្រូវជុះទាំងស្លាបរួងលើកអាស្លាបវាហ្នឹងឲ្យជុះចំពោះ45ថ្ងៃគឺរំលឹកញូកាសម្ដងទៀតដោយបន្តភ្នែកឬក៏មាត់